អូខេអញ្ចឹងយើងត្រឡប់មកវិញមួយឈុតនេះគេហៅថាមួយឈុតmanipulation short term អូខេអត់អីជាបញ្ហាទេឃើញវាធ្លាក់មកវិញហ្នឹងមែនចេះតែវាធ្វើម៉េចបើវាធ្លាក់មកអញ្ចឹងបើវាមិន CSL របស់យើង expect មិនយើង expect បើសិនជាមួយហ្នឹងវាមាន PD array ណានីមួយដែលអាចធ្វើឲ្យមានការ break អឺបំបែកជាមួយនឹងតម្លៃ breaker បានគឺវានឹងដាច់ហើយវាអត់អីជាបញ្ហាទេព្រោះ condition ចេះការ trend អញ្ចឹងមិនមែនទៅជួបទេវាជួបច្រើនហើយបងណាចឹងហើយវាអត់មានអីជាព្រួយបារម្ភណាមួយយើង risk reward យើងដាក់ហើយយើងអត់មានអីទៅខ្វល់ទេមានន័យថាបើវា TP ក៏យើងយកSL ក៏យើងយកហើយចុះបើយើង set ហើយបងណាចឹងយើងមិនបាច់ទៅខ្វល់ច្រើនទេដាក់ចោលហ្នឹងទៅចឹងដូចតំណឹងដូចគ្នាគាត់ថាវារៀងកាចជាងម្សិលមិញម្សិលមិញមិនសូវអីទេដល់ពេលនេះមកពី candle នេះចង់ដាច់ផ្ងាចង់បាក់របស់វាដែរយ៉ាវាអញ្ចឹងវិញអូខេដូចតនេះអញ្ចឹងណាវា respect ចុះមកផ្ដាច់ជាមួយនឹង Dusman មួយសារទៀតទើបមានមួយឈុតឡើងទៅនេះមួយ confirm price ទៅនេះ rebalancing ទៅដាច់យកតែម្ដងអូខេគឺបែបហ្នឹង